អូននេះគឺជាព័ត៌មានល្អខ្លាំងមែនទែនសម្រាប់ប្រទេសខ្មែរយើងចឹងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងជួយ share ចែកម្លែកឲ្យបានគ្រប់គ្នាដោយសារព័ត៌មានដ៏ល្បីឈ្មោះរបស់ប្រទេសបារាំងដែលមានឈ្មោះថា Le Modèle គឺបានចុះផ្សាយកាលពីថ្ងៃទី2ខែសីហាឆ្នាំ2026យើងនេះបានចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជាការកាន់កាប់ទឹកដីខុសច្បាប់ការដាក់ទូកុងតឺន័ររាយលួចបន្លានិងបង្ហាញពីជីវិតជនភៀសសឹករបស់ខ្មែរយើងរស់នៅក្នុងភាពលំបាកយ៉ាងណាហើយនៅក្នុងអត្ថបទនេះគឺមានការចុះវែងខ្លាំងមែនទែនបងប្អូនអរគ្នាណាខ្ញុំនឹងដាក់ link ហើយសម្រាប់អត្ថបទនៃសាច់រឿងពិតប្រាកដដែលគាត់បានចុះផ្សាយហ្នឹងណាគឺគាត់បានដាក់ចំណងជើងនៅក្នុងអត្ថបទរបស់គាត់ថានៅកម្ពុជាទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេល7ខែក៏ដោយជីវិតប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លាញដោយចំនួនតាមព្រំដែនជាមួយថៃនេះគឺជាអត្ថបទមានន័យខ្លាំងណាស់បងប្អូនណារលកនៃការប៉ះទង្គិច2លើកគឺនៅខែកក្កដានិងបន្តមកនៅខែធ្នូឆ្នាំ2025បានធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃរងការរំជួយយ៉ាងខ្លាំងការបាត់បង់ដីធ្លីការរកចំណូលដែលកាន់តែមិនប្រកបវិជ្ជានិងការភ័យខ្លាចថាសង្គ្រាមនឹងផ្ទុះឡើងវិញនៅពេលណាមួយបានធ្វើឲ្យការវិលត្រឡប់ទៅរកជីវភាពធម្មតាវិញនៅតែមើលមិនឃើញសោះទោះបីជាបានកន្លងផុតទៅជាង7ខែហើយបន្ទាប់ពីបាត់ជប់បាញ់ដល់ភ័យស្រួយនោះក៏ដោយនេះគឺជាចំណងជើងដ៏មានអត្ថន័យនឹងពោពេញទៅដោយភាពសោកសៅពីប្រជាជនខ្មែរយើងចំណងជើងវែងប៉ុណ្ណាហើយអត្ថបទរត់តែវែងនិងមានន័យខ្លាំងមែនតើណាបងប្អូនគេនិយាយតាំងពីការបដិសេធរបស់ខាងភាគីសៀមថាគេមិនបានឈ្លានពានទន្ទ្រានលើដីខ្មែរយើងទេអ្វីដែលគេបានឈរជើងកាន់កាប់នៅពេលបច្ចុប្បន្ននេះគឺជាអធិបតេយ្យភាពរបស់សៀមពីមុនទោះបីជាសៀមវាខំប្រឹងព្យាយាមអះអាងដោយបំភ្លៃការពិតយ៉ាងណាក៏ដោយអត្ថបទទាំងស្រុងនេះគឺបានចុះផ្សាយការពិតទាំងអស់ដោយមិនមានលំអៀងទៅខាងណាទេតែគេយកពីភាពជាក់ស្ដែងដែលប្រទេសខ្មែរយើងរួមជាមួយនឹងប្រជាជនខ្មែរយើងត្រូវបានរងគ្រោះជំពីការឈ្លានពានរបស់ចៅប្រៃសៀមណាបងប្អូនអញ្ចឹងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងជួយ share ចែកម្លែកព័ត៌មាននេះបានច្រើនហើយខ្ញុំនឹងដាក់ link របស់ព័ត៌មានរបស់សារព័ត៌មានបារាំងហ្នឹងនៅក្នុង comment ណាបងប្អូនកុំភ្លេចជួយទៅ like និងcontrol នៅការផុសព័ត៌មានហ្នឹងផងណាដោយសារការដែលយើងទៅជួយ like ជួយ share គឺមានន័យថាយើងទៅជួយ control នៅការធ្វើអត្ថបទមួយហ្នឹងបងប្អូនអរគ្នានេះជាព័ត៌មានសំខាន់ខ្លាំងមែនទែនខ្ញុំសង្ឃឹមថាបងប្អូននឹងជួយ share ដោយសារតែសៀមនៅពេលនេះគឺគេបានរៀបចំផែនការនិងរៀបចំពាក្យបណ្ដឹងទម្លាក់លោក Thomas Andrew ឲ្យចាក់ចេញពីតំណែងដែលជាអ្នកអង្កេតការពិសេសរបស់ UN ហើយនេះគឺជាសម្ដីរបស់អ្នកវិភាគក្នុងប្រទេសសៀមដែលមានឥទ្ធិពលខ្លាំងមែនទែននៅក្នុងសង្គ្រាមរវាងសៀមឈ្លានពានលើដីខ្មែរយើងសូមបងប្អូនចូលមកស្ដាប់ជាមួយខ្ញុំតែបងប្អូនកុំភ្លេចជួយ follow និងជួយ share វីដេអូខ្ញុំផងណាที่ระดับโลกนี่เขาอาสามาทำให้ฟรีก็มีนะครับแต่แน่นอนไม่มีผลประโยชน์ต้องดูให้ดีแล้วก็ตัดสินใจดำเนินการเชิงลุกเลยขอปลดนายแอนดรูเนี่ยเพราะว่าเห็นแล้วว่าเขาใช้ข้อมูลบิดเบือนตัวเลข 650,000 นี่ไม่ใช่ตัวเลขจริงคือเราสามารถที่จะแจ้งขอปลดเขาได้เลยเหรอขอไปก่อนคุณขวัญไม่มีใครไม่เสียหายอะไรก็เขาทำแบบนี้กับเรานี่ขอปลดไปก่อนแล้วการขอปลดแล้วก็ยืนยันแล้วว่าเราจะไม่ประชุมกับคนแบบนี้นะครับคุณประชุมก็ประชุมไปอันนี้คล้ายๆกับเรายื่นข้อเสนอไป180%นะครับผลก็คือนายแอนดรูอาจจะไม่ออกแต่ว่าเปลี่ยนพฤติกรรมเพราะว่าเรามาแรงเอาจริงเราชักธงรบแล้วเรานี่คือไม่ใช่ใกล้กันนะฝ่ายการเมืองนะครับបងប្អូនបានស្ដាប់ការនិយាយរបស់តាហ្នឹងណាបងប្អូនព្រោះតាហ្នឹងខ្ញុំអាសាលើកយកមកជម្រាបជូនបងប្អូនអរគ្នាបានដឹងដែរពីសម្ដីរបស់គាត់និងការវិភាគរបស់គាត់តានេះគឺមានទូនីតិសំខាន់ហើយទឹកមាត់ប្រៃមែនទែនសូម្បីតែស្រេចសៀមវាហ្នឹងក៏តែងតែស្ដាប់យោបល់របស់តាហ្នឹងដែរវាបាននិយាយពីគម្រោងការដែលពួកវាត្រូវធ្វើជាចម្បងហ្នឹងគឺត្រូវដាក់ពាក្យស្នើសុំទៅកាន់ UN ឲ្យទម្លាក់តំណែងឬក៏បណ្ដេញលោក Thomas Andrew ហ្នឹងចេញពីទូនីតិដោយចោទប្រកាន់លោក Thomas Andrew ហ្នឹងថាជាអ្នករាយការណ៍ដោយមិនពិតប្រាកដនិងមានការលំអៀងខ្លាំងមែនទែនសិទ្ធិមនុស្សគឺត្រូវតែនិយាយឲ្យនៅកណ្ដាលដោយមិនឲ្យធ្វើទូនីតិបែបហ្នឹងនេះគឺជាការបង្ហាញមួយដែលការធ្វើការរបស់លោក Thomas Andrew នេះគឺមានភាពអន់ខ្លាំងមែនទែនការនិយាយក្នុងសារព័ត៌មាននោះគឺមានរយៈពេល1ម៉ោងជាងប៉ុន្តែខ្ញុំយកចំណុចនេះមកជម្រាបជូនបងប្អូនអរគ្នាបានដោយសារតែវាជាព័ត៌មានសំខាន់ពីព្រោះលោក Thomas Andrew គាត់បាននិយាយការពិតពីទុក្ខសោកវេទនារបស់ប្រជាជនខ្មែរយើងរួមទាំងទឹកដីខ្មែរយើងត្រូវបានចៅប្រៃសៀមទន្ទ្រានឈ្លានពានជាពិសេសនោះធ្វើបាបផ្លូវចិត្តមកដល់ប្រជាជនខ្មែរយើងជាខ្លាំងនេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលចៅប្រៃសៀមបានបំពានលើប្រជាជនខ្មែរយើងអញ្ចឹងសម្ដីរបស់ពួកគាត់ទាំងប៉ុន្មានដែលគាត់បានលើកយកមកនិយាយនេះគឺជាផុសតាងការពិតប៉ុន្តែចៅប្រៃសៀមវាអត់ព្រមទេវាថាលោក Thomas Andrew នេះធ្វើការខុសច្បាប់ពីទូនីតិរបស់ខ្លួនឯងដែលមិនគួរយកមកនិយាយសំអាងតែម្ខាងនឹងវាប្រហារទៅកាន់ប្រទេសសៀមធ្វើឲ្យខូចមុខមាត់ប្រទេសគេនោះទេគឺគេមិនអាចឈរនៅស្ងៀមបានទេគេនឹងស្នើសុំទៅកាន់អង្គការសិទ្ធិមនុស្សដែលហៅកាត់ថា UN ហ្នឹងត្រូវតែដកលោក Thomas Andrew ចេញពីទូនីតិបើដកមិនបានទេក៏សូមឲ្យទម្លាក់តំណែងហើយក៏វិធីការហ្នឹងគេក៏បានសួរថាចុះបើសិនជាធ្វើរឿងហ្នឹងអត់បាន 100% តែគាត់ថាទោះបីជាមិនបាន 100% ក៏ធ្វើយ៉ាងណាកុំឲ្យលោក Thomas Andrew ហ្នឹងចេញមកនិយាយពីបហាប្រទេសសៀមបានទៀតគឺមិនឲ្យមានការឆ្លើយតបមិនឲ្យមានការធ្វើការអីនៅក្នុងទូនីតិហ្នឹងទៀតទេហើយបើសិនជាមានបុគ្គលហ្នឹងនៅក្នុងធ្វើការហ្នឹងគឺសៀមមិនចូលប្រជុំសៀមមិនចូលទៅនិយាយជាមួយនឹងខាងសិទ្ធិមនុស្សតទៅទៀតគឺគេដាក់សម្ពាធយ៉ាងធ្ងន់ត្មងទៅកាន់អង្គការ
ការសិទ្ធិមនុស្សនឹងណាបងប្អូនអរគ្នាព័ត៌មានជាច្រើនដែលពួកវាកំពុងតែដៅក្រហល់ក្រហាយជាមួយនឹងសម្ដីពិតរបស់លោក Thomas Andrew ដែលបានបើកការពិតពីភាពឈឺចាប់និងទុក្ខវេទនារបស់ប្រជាជនខ្មែរយើងរួមជាមួយនឹងទឹកដីខ្មែរយើងត្រូវបានបាត់បង់ពីទង្វើឈ្លានពានរបស់ចៅព្រៃសៀមនេះគឺដូចជាយកកំបិតដ៏មុតស្រួចទៅកាត់ចិញ្ច្រាំបេះដូងប្រទេសសៀមអញ្ចឹងសម្ដីរបស់គាត់គឺធ្វើឲ្យពិភពលោកនេះបានដឹងការពិតច្រើនខ្លាំងមែនទែនបងប្អូនអរគ្នាខ្ញុំសង្ឃឹមថាខាងប្រធានសិទ្ធិមនុស្សពិភពលោកនឹងមានការគិតគូរឲ្យបានវិញឆ្ងាយហើយខ្ញុំជឿជាក់ថាលោក Thomas Andrew នឹងមិនមានផលប៉ះពាល់ទៅដល់គាត់ទេដោយសារតែគាត់គ្រាន់តែយកការពិតមកបង្ហាញប្រាប់ពិភពលោកតែប៉ុណ្ណោះគាត់មិនបាននៅលំអៀងខាងខ្មែរឬក៏យ៉ាងណាទេដោយសារតែគាត់បានមកឃើញផ្ទាល់ភ្នែកអញ្ចឹងខ្ញុំសង្ឃឹមថានឹងមានភាពយុត្តិធម៌ទៅដល់លោក Thomas Andrew ដែលបងប្អូនអរគ្នាសូមជួយ share និងជួយផ្ដល់កម្លាំងចិត្តទៅដល់លោក Thomas Andrew ផងព្រោះពួកយើងជាប្រជាជនខ្មែរគឺជាជនរងគ្រោះពិតប្រាកដពួកយើងមានសេចក្តីរំភើបខ្លាំងមែនទែននៅពេលដែលមានមនុស្សដែលមានឥទ្ធិពលនៅក្នុងពិភពលោកចូលមកជួយនិយាយអញ្ចឹងយើងក៏មិនគួរនៅស្ងៀមដែរក្នុងការងើបឈរការពារទៅដល់លោក Thomas Andrew ណាបងប្អូនអរគ្នាណោះពួកมึงនេះខូចចៅលែเลยเนาะแค่คน Thomas Andrew เขาออกมาพูดความเป็นจริงพวกมึงก็ยอมรับไม่ได้อ่ะฮะพวกมึงกำลังปล้นดินแดนประเทศของกูค่ะพวกมึงทำให้ประชาชนខ្មែរกูเนี่ยกำลังอยู่กับความลำบากพวกมึงทำผิดมนุษยธรรมมากมึงเข้าใจไหมแล้วมึงจะไปฟ้องคนทำมาเพื่อหาพ่ออะไรมึงพวกมึงนี่มันเหมือนสัตว์กระจอกจริงๆว่ะถ้าพวกมึงยอมรับไม่ได้พวกมึงก็เอาหลักฐานไปฟ้องประเทศกูดิว่าประเทศกูเนี่ยกำลังจะทำเรื่องไม่จริงนะพวกมึงยันในกฎหมายพวกมึงยันในศาลจัดฟ้องเลยค่ะนะแล้วพวกมึงจะไปฟ้องคนเอ็นดูทำไมแค่เขาออกมาพูดความเป็นจริงมึงโกรธเหรอคะมึงรับไม่ได้เหรอคะที่มึงกำลังจะทำให้นานาชาติได้รู้ความเป็นจริงว่าชาติพวกมึงชั่วแบบไหนฮะโอ้โหแม่เอ้ยพวกมึงเนี่ยโคตรนะอายเขานะคะไม่ต้องไปฟ้องคนทำมาเอ็นดูเขาแค่ทำงานตามที่เขาเห็นหลักฐานชัดๆว่าพวกมึงกำลังจะรุกรานดินแดนกูแล้วเขาก็ไม่ได้พูดบิดเบี้ยงความเป็นจริงอะไรเนี่ยก็ประชาชนខ្មែរกูไม่ได้กลับไปบ้านกำเนิดของเขาที่พวกมึงกำลังแต่ยืนแล้วปลนจากประเทศของกูไปเนี่ยเขาไม่พูดอะไรผิดนะหลักฐานชัดๆแค่นี้แล้วมึงยังบิดเบี้ยงความเป็นจริงได้อีกเหรอไอ้พวกโจร ถ้าพวกมึงอะยอมรับไม่ได้จัดการเอกสารเตรียมทุกอย่างไปฟ้องประเทศของกูเลยค่ะนะถ้าพวกมึงเก่งเนี่ยพวกมึงก็ฟ้องศาลโลกดิให้ศาลโลกเขามาช่วยเลือกเรื่องปัญหาที่กำลังเกิดขึ้นระหว่างทั้งสองประเทศเนี่ยจัดเลยถ้าพวกมึงเก่งเนี่ยพวกมึงไม่ใช่โจรค่ะนะอย่ากลัวศาลเข้าใจไหมพวกที่กลัวศาลนะมันเป็นพวกที่มีสันดานโจรเดรัจฉานถ้าพวกมึงไม่ใช่สันดานโจรเดรัจฉานอย่ากลัวศาลนะคะจัดฟ้องศาลโลกเลยค่ะประเทศของกูเนี่ยยอมรับ24 ชั่วโมงนะคะเข้าใจเนาะ อะไรจะไปฟ้องคนที่เขาออกมาพูดความเป็นจริงชั่วค่ะพวกมึงอะ